ហ្នឹងមិនខ្ញុំកើតមកខ្ញុំចេះតែម្ដងទេខ្ញុំខំប្រឹងប្រែងទើបបានខ្ញុំបានសម្រេចសមិទ្ធផលប៉ុណ្ណេះសួស្តីបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់និយាយអំពីអត្ថប្រយោជន៍នៃការចេះភាសាអង់គ្លេសភាសាអង់គ្លេសគឺសំខាន់ណាស់បងប្អូនបច្ចុប្បន្នភាសាអង់គ្លេសគឺជាភាសា international ស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកគឺគេប្រើប្រាស់ភាសាអង់គ្លេសបើសិនជាយើងចេះភាសាអង់គ្លេសគឺយើងមានឱកាសច្រើនក្នុងការទៅរៀនក្នុងការធ្វើការដើរលេង travel ទៅគ្រប់កន្លែងបានបើសិនជាយើងចេះភាសាអង់គ្លេសមិនមែនថាអត់ចេះភាសាអង់គ្លេសហ្នឹងទៅគ្រប់កន្លែងអត់បានទេទៅបានដូចគ្នាប៉ុន្តែយើងអត់យល់ពីបរិបទជុំវិញខ្លួនយើងកន្លែងផ្សេងដែលយើងទៅហ្នឹងគឺយើងអត់យល់ពួកអីភាគច្រើនគេប្រើប្រាស់ភាសាអង់គ្លេសបើមិនជាយើងអត់ចេះអង់គ្លេសយើងទៅចូលក្នុងចំណោមមនុស្សដែលចេះភាសាអង់គ្លេសគេនិយាយមកយើងអត់យល់អញ្ចឹងអាហ្នឹងជាចំណុចមួយដែលអវិជ្ជមាននៅពេលដែលយើងអត់ចេះភាសាអង់គ្លេសតែបើមិនជាយើងចេះភាសាអង់គ្លេសយើងអាច travel ទៅប្រទេសណាដែលគេប្រើប្រាស់ភាសាអង់គ្លេសហើយយើងអាចទំនាក់ទំនងជាមួយគេ communicate ជាមួយគេយើងនិយាយយើងរៀនពីកន្លែងគេយើងរៀនពីប្រវត្តិសាស្ត្រគេយើងរៀនពីការរស់នៅប្រចាំថ្ងៃរបស់គេតាមរយៈការសន្ទនាគ្នាជាភាសាអង់គ្លេសអានោះគឺសំខាន់ខ្លាំងណាស់ហើយយើងអាចប្រើប្រាស់ភាសាអង់គ្លេសនោះស្វែងរកការងារបានទៀតអាចថាក្នុងស្រុកក៏បានក្រៅស្រុកក៏បានបើមិនជាក្នុងស្រុកក៏អាចទទួលបានប្រាក់ខែគួរសមឬក៏លើសអ្នកដែលអត់ចេះភាសាអង់គ្លេសដែរហើយបើមិនជាក្រៅស្រុកទៀតមិននិយាយទេរឿងប្រាក់ខែគឺដឹងតែខ្ពស់តែម្ដងព្រោះអីbudget ការងាររបស់នៅក្រៅស្រុកគឺខ្ពស់ជាងក្នុងស្រុករបស់យើងអាហ្នឹងជារឿងធម្មតាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាក៏ដូចជាសិស្សសាស្ត្រសិស្សជំនាន់ក្រោយព្យាយាមរៀនភាសាអង់គ្លេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសប្តាហ៍ថ្ងៃមានកន្លែងបង្រៀនភាសាអង់គ្លេសច្រើនណាស់បើមិនជាយើងអត់មានលទ្ធភាពរៀនតាមជាមួយគ្រូឬក៏ online class ទេយើងអាចរៀនតាម YouTube TikTok Facebook ឬក៏រៀនអំពីជីវិតប្រចាំថ្ងៃជាភាសាអង់គ្លេសពាក្យប្រចាំថ្ងៃដែលយើងនិយាយយើងប្រើប្រាស់យើងធ្វើការយើងដើរដេកឈរអង្គុយជាភាសាអង់គ្លេសតែនៅពេលដែលយើងចេះពាក្យទាំងអស់ហ្នឹងថ្ងៃក្រោយទៅយើងអាចនិយាយតិចតិចបានហើយយើងព្យាយាមអនុវត្តវារាល់ថ្ងៃទៅភាសាអង់គ្លេសអ្នកទាំងអស់គ្នានឹងរីកចម្រើនដូចខ្ញុំអញ្ចឹងភាសាអង់គ្លេសរបស់ខ្ញុំអត់ល្អទេតែខ្ញុំព្យាយាមអនុវត្តវារាល់ថ្ងៃយូរទៅខ្ញុំអាចនិយាយបានហើយរាល់ថ្ងៃខ្ញុំអាចនិយាយជាមួយនឹងអ្នកជំនាញខ្លួនបានជាមួយនឹងក្រុមការងារជាមួយនឹងភ្ញៀវជាដើមអាហ្នឹងមិនខ្ញុំកើតមកខ្ញុំចេះតែម្ដងទេខ្ញុំកើតមកគឺខ្ញុំអត់ចេះដូចតែអ្នកទាំងអស់គ្នាទេខ្ញុំខំប្រឹងប្រែងទើបបានខ្ញុំបានសម្រេចសមិទ្ធផលប៉ុណ្ណេះអញ្ចឹងខ្ញុំលើកទឹកចិត្តដូចគ្នាសម្រាប់អ្នកដែលអត់ទាន់ចេះហើយចង់ចេះព្យាយាមមួយថ្ងៃពីរថ្ងៃមួយខែពីរខែមួយឆ្នាំពីរឆ្នាំការរៀនភាសាគឺប្រើពេលយូរខ្លាំងមែនទែនមិនមែនរៀនមួយថ្ងៃមិនមែនរៀនមួយខែហើយក៏មិនមែនរៀនមួយឆ្នាំអាចចេះដែរគឺរៀនរហូតជាក់ស្ដែងខ្ញុំរៀនភាសាអង់គ្លេស12ឆ្នាំហើយទាំងការរៀនទាំងការប្រើប្រាស់ប្រចាំថ្ងៃគឺ12ឆ្នាំហើយដែលខ្ញុំដើរនៅក្នុងវិស័យនិយាយភាសាអង់គ្លេសរៀនភាសាអង់គ្លេសប៉ុន្តែភាសាអង់គ្លេសមិនទាន់ល្អណាស់ណាទេគ្រាន់តែអាចយើងនិយាយបានចា៎អញ្ចឹងខ្ញុំមានប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ